សុខភាពសួរទស្សនិកជនទាំងអស់គ្នានិងសួស្តីដល់បងប្អូនសិស្សានុសិស្សទីស្នេហាទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីពិសេសមួយដែលមានគោលបំណងចែករំលែកទាក់ទងទៅនឹងកលឹះឬក៏បទពិសោធន៍ក្នុងការប្រឡងទី12ទៅកាន់បងប្អូនសិស្សថ្នាក់ទី12ដែលកំពុងតែត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬយើងហៅថាការប្រឡងអនុបនាពេលខាងមុខនេះថ្ងៃនេះយើងពិតជាមានកិត្តិយសដែលបានអញ្ជើញអូនស្រីដែលជាអតីតសិស្សទី12ដែលគាត់ជោគជ័យនៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិហើយក៏គាត់បានទទួលបាននៅនិទេស A ផងដែរគាត់ក៏ជាអតីតសិស្សសិក្សាភាសាអង់គ្លេសនៅមជ្ឈមណ្ឌលភាសាបរទេសដែរហើយនឹងទទួលបាននិទេស A សម្រាប់មុខវិជ្ជាភាសាអង់គ្លេសដែរអញ្ចឹងកុំឲ្យខាតពេលយូរសូមស្វាគមន៍បងស្រីទាំងអស់គ្នាជំរាបសួររចនាជំរាបសួរបងរចនាអាចជួយណែនាំខ្លួនបន្តិចទេជាដំបូងសូមជម្រាបសួរបងក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះពុំរចនាគឺជាអតីតសិស្សនិទេស A ថ្នាក់វិទ្យាសាស្ត្រសង្គមមកពីវិទ្យាល័យហ៊ុនសែនអូកូនៃខេត្តកណ្ដាលហើយក៏ដូចជាអតីតសិស្សដែលធ្លាប់រៀនឬក៏ធ្លាប់សិក្សានៅមជ្ឈមណ្ឌលសិក្សាភាសាបរទេស CFL ហើយនាងខ្ញុំក៏ទទួលបាននៅនិទេស A ទៅលើមុខវិជ្ជាអង់គ្លេសផងដែរបាទសូមអរគុណរចនាសម្រាប់ការណែនាំខ្លួនអញ្ចឹងយើងទៅសំណួរយើងតែម្ដងបាទអញ្ចឹងសំណួរទី1គឺខ្ញុំចង់សួរថាតើមុនការប្រឡងមួយខែបាទតើរចនាមានផែនការរៀនដូចម្តេចដែរជួយចែកម្លែកទៅជាទូទៅខ្ញុំរៀនតាមធម្មតាដោយសារតែយើងបានរៀប schedule តាំងពីពេលដើមឆ្នាំមកហើយអញ្ចឹងខ្ញុំមាន schedule សម្រាប់រៀនអានេះគេហៅថា study self study ទៅពេលអញ្ចឹងទៅរៀនតាម self study នឹងឯងហើយអត់មានអីច្រើនទេគឺរំលឹកមេរៀនដែលធ្លាប់រៀនតាំងពីដើមឆ្នាំមកវិញហើយក៏មើលមេរៀនថ្មីដែរក៏ប៉ុន្តែអត់សូវផ្ដោតខ្លាំងដូចមេរៀនចាស់ដែលធ្លាប់បានរៀនឯព្រោះការប្រឡងបាក់ឌុបយើងមើលទៅភាគច្រើនគឺវាចេញភាសារៀងចាស់មកវិញច្រើនដែរអញ្ចឹងព្យាយាមមើលហ្នឹងឲ្យបានច្រើនជាងការផ្ដោតទៅលើភាសាថ្មីអញ្ចឹងអរគុណច្រើនអញ្ចឹងខ្ញុំចង់សួរថាតើតកតងទៅនឹងមុខវិជ្ជាវិញបាទមុខវិជ្ជាមានច្រើនហើយតើមុខវិជ្ជាមួយណាដែលរចនាគិតថាពិបាកក្នុងការយល់ហើយតើរចនាមានវិធីសាស្ត្របែបម៉េចដើម្បីសិក្សាមុខវិជ្ជាសម្រាប់មុខវិជ្ជាដែលពិបាកជាងគេគឺមុខវិជ្ជាគណិតវិទ្យាហ្នឹងឯងក៏ប៉ុន្តែខ្ញុំអាសាធ្វើលំហាត់អាសាអនុវត្តលំហាត់ឲ្យបានច្រើនជាពិសេសគឺពេលសល់ដូចជា2ខែមុនប្រឡងអញ្ចឹងទៅខ្ញុំចាប់ផ្ដើមរៀនធ្វើលំហាត់វិញ្ញាសាចាស់ឡើងវិញដែលធ្លាប់រៀនគួរទាំងប្រមាណឬក៏ដូចជារៀននៅសាលាទាំងប្រមាណយកមករំលឹកឡើងវិញហើយព្យាយាមកត់ចំណាំនៅរូបមន្តផ្សេងទៀតដើម្បីឲ្យខ្លួនឯងហ្នឹងឆាប់ចាំជាងមុនហើយក៏ឆាប់យល់លំហាត់ជាងមុនដែរបាទពេលអញ្ចឹងមុខវិជ្ជាដែលពិបាកគឺគណិតវិទ្យាពេលអញ្ចឹងសំណួរមួយទៀតតកតងនឹងការផ្ដោតវិញការផ្ដោតលើការមេរៀនវិញការទិញមេរៀនវិញអញ្ចឹងតើរចនាផ្ដោតលើការរៀនមេរៀនថ្មីឬក៏ការរំលឹកមេរៀនចាស់ច្រើនជាងគេនៅពេលដែលគៀកក្នុងការប្រឡងបែបនេះខែដូចជាសល់មួយខែអញ្ចឹងជាទូទៅបើសិនជាសល់រយៈពេលមួយខែនេះហើយភាគច្រើនខ្ញុំទិញមេរៀនវិញ្ញាសាចាស់ទាំងអស់មានន័យថាទិញទាំងមេរៀនដែលលោកគ្រូអ្នកគ្រូគាត់ប្រាប់ថាមេរៀននឹងធ្លាប់ចេញនៅបាក់ឌុបអីចឹងទៅអាហ្នឹងគឺមើលឡើងវិញហើយបន្តមកទៀតក៏ទៅមើលវិញ្ញាសាចាស់ដែលធ្លាប់ចេញពីឆ្នាំមុនមកហើយជាពិសេសហ្នឹងគឺអត់សូវបដោតទៅលើមេរៀនថ្មីឬក៏ដូចជាសំណួរថ្មីអីច្រើនទេព្រោះភាគច្រើនគឺអាចថា90ទៅ80ទៅ90%គឺវាដឹងថាអត់អាចចាញ់ហើយព្រោះយើងអត់ដែររៀនតាក់ទងនឹងបែបហ្នឹងឯងអញ្ចឹងយើងអាចបដោតទៅលើតាវិញ្ញាសាចាស់ឬក៏ដូចជាមេរៀនដែលយើងធ្លាប់រៀនហ្នឹងមកហើយលោកគ្រូប្រាប់យើងថាអាហ្នឹងចាញ់អញ្ចឹងទៅយើងមើលទៅវាតែប៉ុណ្្នឹងឯងបងអញ្ចឹងសំណួរមួយទៀតគឺតាក់ទងនឹងចំណុចសំខាន់បំផុតដែលធ្វើឲ្យរចនាទទួលបាននិទេស A តើមានចំណុចអីខ្លះដែលជាកម្លាំងចលករដែលអាចឲ្យរចនាបាទទទួលបាននិទេស A ផងដែរជាទូទៅខ្ញុំគិតថាសម្រាប់ខ្ញុំមាន3ចំណុចទី1គឺគ្រួសាររបស់ខ្ញុំហើយទី2ខ្លួនឯងនិងទី3សម្រាប់សាលាឬក៏ដូចជាមនុស្សជុំវិញខ្លួនខ្ញុំនឹងឯងព្រោះពួកគាត់ support ពួកគាត់លើកទឹកចិត្តយើងតែគណៈថាគាត់អត់ប្របាក់ទឹកចិត្តយើងពេលដែលយើងចូលរៀនទី12ពុកគាត់ដឹងថាយើងមានឆន្ទៈមួយក្នុងការចង់បាននិទេស A ហ្នឹងហើយអញ្ចឹងគាត់
អត់មានមកបាក់ទឹកចិត្តយើងថាអូវាមិនដែរហែងធ្វើមិនបានវាមិនដែរហែងអាចធ្វើបានទេព្រោះសោះប្រឡងមកកភ្លុះហើយអីមិនមួយពីរទេចឹងទៅក៏ប៉ុន្តែគាត់អត់ដែរអញ្ចឹងឯងចឹងគាត់មានតែជួយលើកទឹកចិត្តយើងហើយសួរនាំយើងជាពិសេសគឺខាងមជ្ឈដ្ឋានគ្រួសារគាត់សួរនាំពីការសិក្សារបស់យើងគាត់នឹងតាមដានជាមួយយើងដែរអត់ទុកយើងចោលទេចឹងណាបងហើយជាពិសេសហ្នឹងគឺខាងសាលាវិញគាត់បង្រៀនហើយគាត់ក៏លើកទឹកចិត្តទៅតាមនឹងដែរមានលោកគ្រូអ្នកគ្រូខ្លះគាត់បានហៅយើងទៅលក្ខណៈថាលើកទឹកចិត្តលក្ខណៈ privacy ចឹងណាបងចាប៉ុន្តែចុះចំណែកឯការធ្វើលំហាត់វិញចង់សួរថាតើការធ្វើលំហាត់និងសំណួរប្រឡងចាស់ហ្នឹងវាមានសារៈសំខាន់ប៉ុណ្ណាដែរសម្រាប់បច្ចុប្បន្នសម្រាប់ការធ្វើលំហាត់ក៏ដូចជាការតែងមេរៀនចាស់ហ្នឹងវាមានសារៈសំខាន់ខ្លាំងមែនទែនព្រោះសំណួរឬក៏ដូចជាលំហាត់ទាំងអស់ហ្នឹងវាដឹងតែចេញប្រឡងបាក់ដប់ឡើងវិញហើយគាត់តែថាលំហាត់ខ្លះគាត់ដូរលេខចឹងទៅហើយសំណួរខ្លះគាត់គ្រាន់តែដូរពាក្យសួរទេអញ្ចឹងចម្លើយវាគឺនៅតែដូចដើមធម្មតាចឹងឯងអញ្ចឹងបើសិនជាយើងអត់មើលអាវិញ្ញាសាចាស់ហ្នឹងហ្មងទេយើងទៅផ្ដោតតែលើវិញ្ញាសាថ្មីទេវាអាចនឹងហានិភ័យដែរពេលដែលយើងប្រឡងយើងហើយជាអត់ចេះច្រើនបាទអរគុណសម្រាប់ចម្លើយនេះអញ្ចឹងសំណួរមួយទៀតបាទតកតងទៅនឹងថាតើមានអ្វីខ្លះដែលបងប្អូនថ្នាក់ទី12គាត់គួរជៀសវាងក្នុងអំឡុងពេលនេះដោយសារយើងសល់ត្រឹមតែមួយខែទៀតទេគឺយើងនឹងចាប់ដើមការប្រឡងហើយអញ្ចឹងតើរចនាមានជាចំណុចអីខ្លះទៅកាន់បងប្អូនទាំងអស់ហ្នឹងដើម្បីឲ្យពួកគាត់បានការពីខ្លួនឬក៏ជាចំណុចណាមួយដែលគាត់នឹងគួរធ្វើនៅក្នុងអំឡុងពេលអញ្ចឹងតាមហ្នឹងគឺមាន3ចំណុចទី1គឺត្រូវថែរក្សាសុខភាពខ្លួនឯងព្រោះដោយសារតែនៅខ្វះមិនយូរទៀតទេយើងដល់ថ្ងៃដែលយើងប្រឡងធំហើយអញ្ចឹងសុខភាពគឺជារឿងដ៏សំខាន់មួយបើសិនជាយើងឈឺចាប់ពីឥឡូវហ្នឹងឬក៏ដូចថាចិត្តដល់ថ្ងៃប្រឡងមែនតើយើងឈឺក៏យើងអត់មានអារម្មណ៍ណាទៅប្រឡងកើតដែរអញ្ចឹងថែរក្សាសុខភាពខ្លួនឯងឲ្យមែនតើញ៉ាំអាហារណាដែលល្អសម្រាប់ខ្លួនឯងកុំញ៉ាំរបស់ណាដែលធ្វើឲ្យឈឺកាពះក៏ដូចជាប៉ះពាល់រាងកាយផ្សេងដែលធ្វើឲ្យយើងនឹងប្រឈមមុខទៅនឹងការឈឺយូរបាទហើយចំណុចទី2ហ្នឹងគឺកុំចាំស្អែកដោយសារតែមានបងប្អូនខ្លះគាត់នៅតែគិតថាអូនៅសល់មួយខែទៀតនៅសល់30ថ្ងៃទៀតណោះអញ្ចឹងខ្ញុំអត់តាន់ចង់រំលឹកទេខ្ញុំអត់តាន់ចង់មើលទេចាំសល់2អាទិត្យចាំសល់មួយអាទិត្យមុនប្រឡងបើបងប្អូនធ្វើបែបហ្នឹងដូចធ្វើបាបខ្លួនឯងវិញអញ្ចឹងបើសិនជាឥឡូវនេះបងប្អូនអត់តាន់ចាប់ផ្ដើមទេនៅសល់មួយខែហ្នឹងគឺជាពេលដែលបងប្អូនត្រូវចាប់ផ្ដើមវាហើយព្រោះយើងអាចចាំតទៀតបានទេព្រោះវាចិត្តដល់ថ្ងៃមែនតើហើយគឺខែក្រោយនឹងឯងអញ្ចឹងវាលឿនខ្លាំងមែនតើហើយចំណុចទី3ហ្នឹងគឺរៀបចំសម្ភារៈផ្សេងដូចជាប៊ិចយើងមើលប៊ិចណាដែលថាខ្ញុំទៅសេប៊ិចហ្នឹងទៅស្រួលទៅសេវាអត់មានចាញ់ទឹកពេលទៅសេយូរអញ្ចឹងបងហើយដូចជាបន្ទាត់ដូចជាអីហ្នឹងគឺត្រូវត្រៀមទិញទុកឲ្យហើយជាពិសេសហ្នឹងគឺកាតគឺជារឿងដ៏សំខាន់បំផុតអញ្ចឹងបើសិនជាកាតបងប្អូនចាប់ផ្ដើមរៀងអត់សូវស្អាតណាមើលទៅអាចនិយាយបានថាវាប្រឡាក់វាអីអញ្ចឹងណាអាចទៅសុំលោកគ្រូអ្នកគ្រូឲ្យគាត់ print ចេញឲ្យមកបានភ្លាមហ្មងអញ្ចឹងវាងាយស្រួលក្នុងការដែលយើងត្រៀមខ្លួនសម្រាប់ដល់ថ្ងៃប្រឡងមកអញ្ចឹងវាអត់ញ៉ៃច្រើនទេបាទអញ្ចឹងអរគុណច្រើនសម្រាប់ចម្លើយនេះចុះសំណួរចុងក្រោយបាទខ្ញុំចង់សួរថាតើរចនាមានជាសារលើកទឹកចិត្តអ្វីខ្លះទៅកាន់បងប្អូនដែលរៀបនឹងប្រឡងរយៈពេលប្រហែលសល់តែមួយខែទៀតទេអញ្ចឹងតិចទៅសម្រាប់ខ្ញុំទៅកាន់បងប្អូនទាំងអស់គ្នាគ្រាន់តែចង់ឲ្យបងប្អូនទាំងអស់គ្នាព្យាយាមធ្វើវាអស់ពីសមត្ថភាពរបស់ខ្លួនឯងថ្ងៃប្រឡងហ្នឹងគឺមានប្រមាណបញ្ចេញប៉ុណ្ណឹងទៅព្រោះពេលដែលចេញលទ្ធផលមកយើងអត់មានអារម្មណ៍ថាយើងស្ដាយក្រោយយ៉ាងណាថាយើងអត់បានធ្វើវាឲ្យអស់ពីសមត្ថភាពអីចឹងទៅអញ្ចឹងលើកទឹកចិត្តឲ្យបងប្អូនធ្វើវាអស់ពីសមត្ថភាពហើយទទួលយកនៅអ្វីដែល result ដូចជា result នឹងឯង result ដែលយើងនឹងទទួលនាពេលខាងមុខនឹងឯងព្រោះយើងបានធ្វើវាអស់ពីសមត្ថភាពហើយកុំបាក់ទឹកចិត្តឲ្យសោះពេលប្រឡងហើយព្រោះដោយសារតែ
អាចនឹងមានវិញ្ញាសាខ្លះធ្វើឲ្យអារម្មណ៍យើងនឹងវារំជើបរំជួលលក្ខណៈថាចេញវិញ្ញាសាមកអត់ត្រូវនៅអ្វីដែលយើងទិញអត់ត្រូវនៅអ្វីដែលយើងខំមើលខំអីចឹងទៅក៏ប៉ុន្តែបើពេលហ្នឹងអ្នករហៀបបាក់ទឹកចិត្តតែពេលតទៅមុខវិជ្ជាផ្សេងទៀតនៅថ្ងៃស្អែកអ្នកនេះក៏អាចធ្វើបានដែរអញ្ចឹងព្យាយាមជំរុញចិត្តខ្លួនឯងធ្វើម៉េចប្រាប់ខ្លួនឯងថាអត់អីទេយើងនៅសល់មុខវិជ្ជាផ្សេងទៀតអញ្ចឹងខំធ្វើវាអស់ពីសមត្ថភាពទៅជាជាងយើងស្ដាយក្រោយនៅពេលដែលយើងចេញលទ្ធផលមកបាទសូមអរគុណច្រើនបងស្រីសម្រាប់ការចែករំលែកបាទចំណាយពេលវេលាដ៏មានតម្លៃចែករំលែកតទៅនឹងឬក៏ដូចជាបាទវិធីក្នុងការសិក្សាត្រៀមខ្លួនបាទក្នុងការប្រឡងទី12នេះដែរហើយសង្ឃឹមថាបន្ទាប់ពីអ្នកនរនេះស្ដាប់ហើយនឹងទទួលបាននូវគន្លឹះល្អៗក៏ដូចជាចំណុចមួយចំនួនខ្លឹមអាចយកទៅអនុវត្តបានខណៈពេលប្រឡងឬក៏មុនពេលប្រឡងនេះគ្នាតែអញ្ចឹងគឺវីដេអូយើងគឺមានតែប៉ុណ្្នេះទេសូមអរគុណសូមជម្រាបលា